បាទសូមគោរពជំរាបសួរបងប្អូនដែលកំពុងតែតាមដានសារព័ត៌មាននៅក្នុង Channel newenglish.com បាទសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះខ្ញុំបាទសូមលើកយកនៅព័ត៌មានថ្មីមួយដែលចុះផ្សាយដោយកាសែត CNN នៅក្នុងអត្ថបទកាសែតថ្មីនេះបានចុះផ្សាយអំពីប្រទេសចិនបាទអញ្ចឹងនៅក្នុងព័ត៌មានថ្ងៃនេះយើងឃើញមានដាក់ចំណងជើងយ៉ាងធំគឺប្រទេសចិនបានកំណត់គោលដៅលើកំណើនសេដ្ឋកិច្ចទាបបំផុតនៅក្នុងប្រមាណទសវត្សរ៍ចុងក្រោយនេះនៅមុនពេលកិច្ចប្រជុំកំពូលរបស់លោកត្រាំបាទប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចទាបបំផុតរបស់ខ្លួនក្នុងរយៈពេលប្រមាណទសវត្សរ៍ចុងក្រោយនេះដោយបានប្រកាសកាលពីថ្ងៃប្រហ័សថាខ្លួននឹងដាក់គោលដៅពង្រីកសេដ្ឋកិច្ចចន្លោះ 4.5 ទៅ 5% សម្រាប់ឆ្នាំ 2026 ខណៈដែលប្រទេសសេដ្ឋកិច្ចធំទី2របស់ពិភពលោកនេះជួបបញ្ហាតម្រូវការក្នុងស្រុកធ្លាក់ចុះនិងប្រឈមនឹងទស្សនវិស័យសកលមិនច្បាស់លាស់ការព្យាករណ៍កម្រិតមធ្យមនេះបានធ្វើឡើង3ឆ្នាំជាប់គ្នានៃគោលដៅសម្រាប់កំណើនប្រហែល 5% ចាប់ពីឆ្នាំ2023ដល់ឆ្នាំ2025ដែលប្រទេសនេះបានសម្រេចបានទោះបីជាមានការងើបឡើងវិញយឺតពីការគ្រប់គ្រងដ៏តឹងរ៉ឹងអំពី COVID-19 និងការវាយលុកពន្ធរបស់លោកប្រធានាធិបតីដូណាល់ត្រាំកាលពីឆ្នាំមុនក៏ដោយកន្លងសេដ្ឋកិច្ចមានកំណើនដ៏ទូលំទូលាយរបស់ប្រទេសចិនបានថយចុះដោយវាស់វែងទៅលើវិបត្តិអចលនទ្រព្យដែលបន្តអូសបន្លាយការធ្លាក់ចុះនៃការវិនិយោគការប្រើប្រាស់តិចតួចនៃវិបត្តិអតិផរណារដ្ឋាភិបាលចិនពុំសូវមានមហិច្ឆតានៅក្នុងទស្សនវិស័យរបស់ខ្លួនទេដោយមានសេដ្ឋកិច្ចស្ទើរតែខ្វិនដោយសារតែមេរោគឆ្លងនៃជំងឺ COVID-19 នៅក្នុងឆ្នាំ 2020 មន្ត្រីបានអនុវត្តលើការកំណត់គោលដៅដោយប្រើប្រាស់តួលេខគោលដៅឆ្នាំ 2026 គឺជាកម្រិតទាបបំផុតចាប់តាំងពីទីក្រុងប៉េកាំងបានចាប់ផ្ដើមប្រកាសជាតួលេខបែបនេះនៅដើមឆ្នាំ 1990 នាយករដ្ឋមន្ត្រីចិនលោកលីឈៀងដែលជាមន្ត្រីលេខ 2 របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃប្រហ័សនៅក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំថាក្នុងរយៈពេល1ឆ្នាំកន្លងមកនេះសេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់គួរឲ្យកត់សម្គាល់ដោយឆ្ពោះទៅមុខប្រឆាំងនឹងវិបត្តិនានាលោកមានប្រសាសន៍បន្ថែមថាកម្រណាស់នៅក្នុងរយៈពេលជាច្រើនឆ្នាំដែលប្រទេសយើងជួបប្រទះនឹងទិដ្ឋភាពដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញបែបនេះដែលភាពតក់ស្លុតនឹងបញ្ហាប្រឈមខាងក្រៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងការលំបាករបស់ប្រជាជនក្នុងស្រុកនិងជំរឿសគោលនយោបាយដ៏តឹងតែងលោកបានទទួលស្គាល់ថាសេដ្ឋកិច្ចនៅក្នុងស្រុកស្ថិតនៅក្នុងរចនាសម្ព័ន្ធដ៏ស៊ីជម្រៅក្នុងកិច្ចប្រជុំរយៈពេល1សប្តាហ៍ខាងមុខប្រតិភូជិត 2,900 រូបនឹងអនុម័តលើផែនការប្រចាំឆ្នាំចំនួន5ឆ្នាំរំកិលទៅមុខរបស់ប្រទេសដែលជាផែនការនិងគោលនយោបាយដែលមានគោលបំណងណែនាំអតិភិបរបស់រដ្ឋាភិបាលសម្រាប់ប្រមាណឆ្នាំទៅខាងមុខនិងពង្រឹងឋានៈរបស់ប្រទេសចិនដើម្បីក្លាយខ្លួនទៅជាមហាអំណាចបច្ចេកវិទ្យារបស់ពិភពលោកកិច្ចប្រជុំនេះធ្វើឡើងប្រមាណសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីដូណាល់ត្រាំទៅកាន់ទីក្រុងប៉េកាំងជាកន្លែងដែលមេដឹកនាំចិនស៊ីជីនពីងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលរយៈពេល3ថ្ងៃលើវិបរិបទពាណិជ្ជកម្មបច្ចេកវិទ្យានិងបញ្ហាផ្សេងៗលើសំណុំរឿងដែនកោះតៃវ៉ាន់បន្ទាប់ពីបានបើកដំណើរការលើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួននៅចុងឆ្នាំ 1970 ប្រទេសចិនមានបទពិសោធន៍ជិត3ទសវត្សរ៍នៃកំណើនសេដ្ឋកិច្ចភាគច្រើនជាកំណើន2ខ្ទង់ដោយវាដាច់ប្រទេសជប៉ុនក្នុងឆ្នាំ 2010 ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី2របស់សកលលោកប៉ុន្តែសន្ទុះរបស់វាបានថយចុះក្នុងរយៈពេល1ទសវត្សរ៍កន្លងមកនេះដែលវាកាន់តែធ្ងន់ធ្ងរឡើងដោយសារតែការគ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹងខណៈពេលដែលគូប្រកួតប្រជែងក្នុងតំបន់គឺឥណ្ឌាបានវាដាច់ខ្លួនក្លាយជាប្រទេសសេដ្ឋកិច្ចធំដែលមានកំណើនលឿនបំផុតនៅពេលដែលសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងមេដឹកនាំកម្ពុជារបស់ប្រទេសចិនកំពុងឆេះរូបភាពនៃភាពធន់និងអស្ថិរភាពមុនការជួបប្រជុំនៅក្នុងទីក្រុងប៉េកាំង
ឆ្នាំដំបូងនៃអាណត្តិទី2របស់លោកប្រធានាធិបតីត្រាំលោកស៊ីជីនពីងមានហេតុផលជាច្រើនទៀតដើម្បីរក្សាទំនុកចិត្តនៅក្នុងពិភពលោកដែលកាន់តែគ្របដណ្ដប់ក្រាស់ទៅដោយភាពមិនប្រកបប្រជាវាជាការឆ្លើយតបទៅនឹងការវាយលុករបស់លោកត្រាំលោកស៊ីជីនពីងបានបដិសេធមិនព្រមដកថយដោយដាក់ពង្រាយការយកពន្ធស្រដៀងគ្នាលើទំនិញរបស់អាមេរិកនិងការត្រួតពិនិត្យការនាំចេញលើសារធាតុកម្រដ៏សំខាន់សូម្បីតែជាមួយនឹងការយកពន្ធទាំងនោះក៏ដោយក៏ប្រទេសចិនបានទម្លាក់អតិរេកពាណិជ្ជកម្មបំបែកកំណត់ត្រាមួយកាលពីឆ្នាំមុនដោយងាកទៅរកទីផ្សារផ្សេងទៀតសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកដែលបានចាត់ទុកជាមុខៈនៅអំណាចពន្ធគយរបស់លោកប្រធានាធិបតីត្រាំកាលពីខែមុនបានធ្វើឲ្យមានសុពលភាពបន្ថែមទៀតនៅយុទ្ធសាស្ត្រនៃការអត់ធ្មត់និងដំណោះស្រាយរបស់ប្រទេសចិនដោយសារវាបានកាត់បន្ថយពន្ធដ៏មានប្រសិទ្ធភាពរបស់អាមេរិកលើទំនិញរបស់ចិនឲ្យទៅដល់កម្រិតមួយកាន់តែខិតជិតដល់ប្រទេសដទៃទៀតនៅក្នុងតំបន់ការអភិវឌ្ឍទាំងនេះត្រូវបានគេរំពឹងថានឹងជំរុញជំហររបស់លោកស៊ីជីនពីងនៅពេលដែលលោកស្វាគមន៍ប្រធានាធិបតីអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ2017នៅទីក្រុងប៉េកាំងក្នុងរយៈពេល3សប្តាហ៍ខណៈដែលពួកគេស្វែងរកការលុបបំបាត់ភាពខុសគ្នានៅក្នុងវិស័យពាណិជ្ជកម្មនិងបញ្ហាផ្សេងៗទៀតបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងនៅក្នុងខែតុលាក្រៅពីភាពមិនប្រកបប្រជាខាងក្រៅលោកស៊ីជីនពីងក៏នឹងប្រឈមនឹងសម្ពាធកាន់តែខ្លាំងនៅក្នុងប្រទេសរួមទាំងសេដ្ឋកិច្ចធ្លាក់ចុះដែលរដ្ឋាភិបាលបានទទួលស្គាល់នៅក្នុងការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយគោលដៅនៃកំណើនសេដ្ឋកិច្ចនេះទោះបីជាប្រទេសចិនបានសម្រេចបាននៅគោលដៅកំណើនសេដ្ឋកិច្ចប្រមាណ 5% របស់ខ្លួនកាលពីឆ្នាំមុនក៏ដោយតែមានពាក់កណ្ដាលនៃចំនួនខេត្តរបស់ខ្លួនប៉ុណ្ណោះដែលបានសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេលោកស្រី Helen Chow ប្រធានសេដ្ឋវិទូចិននៅធនាគារអាមេរិកបានមានប្រសាសន៍ថាគោលដៅមធ្យមបានគូបញ្ជាក់អំពីវិធីសាស្ត្រជាក់ស្ដែងរបស់អ្នកបង្កើតគោលនយោបាយដោយដែលពួកគេបានផ្ដល់សញ្ញាណនៅក្នុងប្រមាណឆ្នាំថ្មីៗនេះការផ្លាស់ប្ដូរពីល្បឿនលឿនទៅជាកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់លោកស្រីបានបញ្ជាក់ទៀតថាវាក៏ជាការឆ្លុះបញ្ចាំងមួយដែរដែលអ្នកបង្កើតគោលនយោបាយអាចនឹងទទួលស្គាល់ការពិតថាមានភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុកប្រហែលជាមានបញ្ហាប្រឈមដែលនឹងត្រូវដកចេញវាជាលើកដំបូងនៅក្នុងពេល3ទសវត្សរ៍នៃការវិនិយោគលើលំនៅឋានការផលិតនិងហេដ្ឋារចនាសម្ព័ន្ធដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះកាលពីឆ្នាំមុនទន្ទឹមនឹងនេះវិស័យអចលនទ្រព្យបានឈានដល់ឆ្នាំទី5នៃវិបត្តិជាមួយនឹងការលក់និងការវិនិយោគដែលនៅតែបន្តធ្លាក់ចុះនិងទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុះក៏ដូចជាប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ហើយថែមទាំងជំរុញឲ្យមានការចំណាយបន្ថែមផងកាលពីថ្ងៃប្រហ័សលោកលីឈៀងបានគូបញ្ជាក់អំពីការកសាងទីផ្សារក្នុងស្រុកដ៏រឹងមាំជាអាទិភាពគោលនយោបាយសម្រាប់ឆ្នាំ2026នេះដោយបានសន្យាលើការខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីជំរុញឲ្យមានការប្រើប្រាស់និងការវិនិយោគដើម្បីធ្វើដូច្នេះបានប្រទេសចិននឹងផ្ដល់សញ្ញាប័ណ្ណពិសេសចំនួន250,000 លានយួនស្មើនឹងទឹកប្រាក់ 36.2 លានដុល្លារសហរដ្ឋអាមេរិកក្នុងការផ្ដល់ហិរញ្ញប្បទានដល់កម្មវិធីពាណិជ្ជកម្មសម្រាប់ទំនិញប្រើប្រាស់ដែលមានគម្រោងឧបត្ថម្ភធនសាច់ប្រាក់ជាចង្កោមទូទាំងប្រទេសដែលបានចាប់ផ្ដើមតាំងពីឆ្នាំ2024មកមូលនិធិពិសេសចំនួន 100,000 លានយួននឹងត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការពង្រីកតម្រូវការក្នុងស្រុកតាមរយៈវិធានការដូចជាការឧបត្ថម្ភការប្រាក់និងកម្ចីជាដើមនៅលើផ្នែកផ្សេងទៀតប្រទេសចិននឹងបដិញ្ញាបន្តគោលនយោបាយសារពើពន្ធសកម្មបន្ថែមទៀតខណៈពេលដែលខ្លួនបានរក្សាអនុភាពថវិការបស់ខ្លួននៅត្រឹម 4% នៃ GDP វាក៏រក្សាបាននៅគោលដៅអតិផរណាប្រចាំឆ្នាំនៅត្រឹម 2% ដូចគ្នាទៅនឹងឆ្នាំមុនផងដែរទោះបីជាអ្នកសេដ្ឋកិច្ចបាននិយាយថា
សម្ពាធបរិផរណានៅតែជាបញ្ហាទូទាំងវិស័យផ្សេងៗក៏ដោយបាទនេះគឺជាព័ត៌មានលម្អិតរបស់សេដ្ឋកិច្ចចិនបាទសង្ខេបរួមឡើងវិញនៅក្នុងឆ្នាំ2025គឺយើងឃើញថាប្រទេសចិនមានកំណើនសេដ្ឋកិច្ចប្រមាណជា 5% បាទហើយសម្រាប់ឆ្នាំ2026នេះចិនក៏នៅតែបន្តកំណត់គោលដៅសេដ្ឋកិច្ចនៅត្រឹម 4.5 ទៅ 5% ដដែលបាទមិនខុសគ្នាទេហើយរឿងដែលគួរឲ្យចាប់អារម្មណ៍គឺប្រទេសចិនមានគម្រោងផ្ដល់សញ្ញាបត្រពិសេសប្រមាណជា250,000 លានយ៉នបាទ250,000 លានយ៉នស្មើនឹងទឹកប្រាក់ 36.2 ពាន់លានដុល្លារបាទហ្នឹងហើយគឺជាទឹកប្រាក់ដ៏ទំហំដ៏ច្រើនសម្រាប់ជួយសង្គ្រោះដល់សេដ្ឋកិច្ចបាទហើយក្នុងនោះគឺមានគម្រោងមូលនិធិពិសេសប្រមាណជា 100,000 លានយ៉នបាទ 100,000 លានយ៉នដែលអាចជួយពង្រីកនៅការផលិតក្នុងស្រុកក៏ដូចជាការឧបត្ថម្ភជាការប្រាក់ក៏ដូចជាប្រាក់កម្ចីដល់ប្រជាពលរដ្ឋផងដែរហើយយើងនៅមិនភ្លេចផងទេថាចិននៅក្នុងឆ្នាំ2026នេះគឺកំណត់យកនៅតួលេខអនុភាពថវិការបស់ខ្លួនត្រឹមប្រមាណ 4% នៃ GDP បាទហើយសម្រាប់អតិផរណាគឺកំណត់យក 2% បាទនេះគឺជាតួលេខសំខាន់នៅក្នុងគោលដៅសេដ្ឋកិច្ចដែល CNN បានលើកឡើងនៅក្នុងសារព័ត៌មាននេះបាទសម្រាប់ព័ត៌មាននៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបាទសូមអរគុណសូមជម្រាបលាបាទសូមជួយចុចសញ្ញាមេដៃដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការផលិតនៅមាតិកាក៏ដូចជាពំនាំយកនៅព័ត៌មានល្អថ្មីសម្រាប់ជូនដល់ប្រិមិត្តដើម្បីតាមដាននិងស្ដាប់បានជាព័ត៌មានបាទសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលាបាទ